Hello 大家好សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពីវេយ្យាករណ៍ចិនបន្ថែមអញ្ចឹងក្នុងថ្ងៃនេះគឺយើងនឹងរៀនអំពីពាក្យថា past simple មានន័យថាជាអតីតកាលដោយវីដេអូមុនទៀតហើយប៉ុន្តែលើកនេះគឺ copy លើកមុនគឺត្រង់ថាលើយើងរៀនអំពីលើកមុនយើងរៀនអំពីលើមានន័យថាបកប្រែថាហើយសកម្មភាពនេះគឺបានបញ្ចប់ហើយអញ្ចឹងអំពីវីដេអូថ្ងៃនេះគឺយើងនឹងរៀនអំពីគួរគួរ គួគួបបប្រែថាហើយបានដូចគ្នាមានន័យថាសកម្មភាពនោះគឺវាបានបញ្ចប់ហើយចូលឧទាហរណ៍ថា他跑过步他跑过步អញ្ចឹងវីដេអូមុនគឺយើងបានសិក្សាហើយអំពីថាពាក្យផៅពូមានន័យថារត់អញ្ចឹងផៅគួពូមានន័យថាគាត់ធ្លាប់រត់ឬក៏គាត់បានរត់អញ្ចឹងវាស្មើនឹងពាក្យលើដូចគ្នាគាត់ថាបើយើងនិយាយបកប្រែចំទៅគឺមានន័យថាថាផៅគួពូមានន័យថាគាត់ធ្លាប់បានរត់ហើយអញ្ចឹងគឺវាជាអតីតកាលអញ្ចឹងក្នុងឧទាហរណ៍ទី2我们上过课我们上过课ចឹង上课បកប្រែថាចូលរៀនចឹង上过课មានន័យថាពួកយើងធ្លាប់ចូលរៀនបកប្រែថាពាក្យធ្លាប់ឬក៏បានចូលរៀនក៏បានដែរយើងអាចបកប្រែបានពីរឬធ្លាប់ក៏បានឬក៏បានចូលរៀនក៏បានដែរចឹងយើងអាចបកប្រែបានតាមហ្នឹងចឹងក្នុងទី3他们聊过天他们聊过天聊天មានន័យថាជជែកគ្នាជជែកគ្នាពីភាសាគ្នាពីរឿងអីមួយអញ្ចឹងយើងអាចថា聊天អញ្ចឹង聊天បកប្រែថាជជែកគ្នាឬក៏ពិភាក្សាគ្នាអញ្ចឹងបើសិនបើយើងចង់ដាក់វាទៅជាអតីតកាលមានន័យថាយើងខកថែមពាក្យគួរនៅកណ្ដាលពាក្យ聊ហើយធានអញ្ចឹងគឺវាទៅជាអតីតកាលហើយមានន័យថាពួកគាត់ធ្លាប់ជជែកពិភាក្សាគ្នាអីចឹងទៅអញ្ចឹងមានន័យថា他们聊过天មានន័យថាពួកគាត់ធ្លាប់ពិភាក្សាគ្នាឬក៏ពួកគាត់បានពិភាក្សាគ្នាអញ្ចឹងយើងចូលឧទាហរណ៍ទី4他有过泳他有过泳游泳មានន័យថាហែលទឹកចឹងមានន័យថា有过泳មានន័យថាវាជាអតីតកាលអត្ថផលពាក្យគក់នៅកណ្ដាលគឺមានន័យថាវាជាអតីតកាលហើយគឺបញ្ជាក់អំពីអតីតកាលបើសកម្មភាពហ្នឹងគឺវាបានកាត់ឡើងហើយអញ្ចឹងមានន័យថាថាយោគួយោមានន័យថាគាត់ធ្លាប់បានហែលទឹកឬក៏គាត់បានហែលទឹកអញ្ចឹងយើងអាចប្រើពាក្យគួឬក៏ពាក្យលើមកជំនួសមកក៏បានដែរប៉ុន្តែលើគឺយើងប្រើនៅកតុយប្រយោគឧទាហរណ៍ថាថាយោយងលើអ្នកគាត់បានហែលទឹកហើយអាហ្នឹងក៏វាជាក៏បញ្ជាក់អំពីអតីតកាលដែរ